Thật sự đấy nè ở cái chân ngàyนี้ខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹង trading plan របស់ខ្ញុំហើយនឹងអ្វីដែលខ្ញុំ trade រាល់ថ្ងៃអញ្ចឹងជាហ៊ានដំបូងយើងត្រូវមើលអីគេ trading plan របស់ខ្ញុំទី1គឺខ្ញុំផ្ដោតលើ monthly ក៏ weekly ឬក៏ daily យើងមើលbase វាបានន័យថាវាឡើងឬក៏ចុះអញ្ចឹងនៅពេលដែលយើងមើល monthly weekly daily បើយើងមើលដឹងឧទាហរណ៍ថាវា bullish យើងនឹងរក confirm ទិញតែយើងត្រូវមើលគេទៀតទី2យើងត្រូវមើលទៅលើ liquidity high time frame អញ្ចឹងបើសិនជាផ្សារ bullish យើងមើល liquidity ឆ្វេងដៃអញ្ចឹងបើសិនជាករណី liquidity ឆ្វេងដៃមានច្រើនអាហ្នឹងគឺឱកាសយើង trade គឺវាមាន high probability ហើយទី3ពេលមើលដឹងថា daily bullish ឬក៏ bearish ហើយយើងត្រូវស្វែងរកម៉ោង clear zone អញ្ចឹងនៅពេលដែលផ្សារដូចខ្ញុំបាននិយាយខាងលើមិញហ្នឹងបើសិនជាផ្សារ bullish យើងផ្ដោតមើល4ម៉ោងគឺម៉ោង1គឺម៉ោង1គឺម៉ោង New York អញ្ចឹងម៉ោង12វាបើក candle 4ម៉ោងថ្មីអញ្ចឹងម៉ោង New York យើងចាំមើលវាអីគេបដាច់low ឧទាហរណ៍ថាចេះផ្សារ4ម៉ោងវាចេះ4ម៉ោងបកគោនឹងបិទអញ្ចឹងអាបកគោម៉ោង1នេះអាបកគោថ្មីនេះវាអាចចាក់មកវា swing liquidity នេះ swing liquidity ហើយបន្ទាប់មកវាឡើងហើយមក candle ទៀតអញ្ចឹងវាឡើងអញ្ចឹងទៀតទៅអាហ្នឹងករណីសារ bullish អាហ្នឹងគឺយើង confirm តែអញ្ចឹងសំខាន់ candle ម៉ោង1នេះម៉ោង1 AM ម៉ោង1ថ្ងៃយើងណាអាហ្នឹងគឺម៉ោង London ចាឥឡូវខ្ញុំបង្ហាញតទៀតអញ្ចឹងចាប់candle ឬក៏សិនបើ trend វា bearish គឺពី bullish មិញហ្នឹងគឺយើងចាប់ candle high គឺយើងចាប់ candle 4ម៉ោង high បើសិនជាករណីសារ bearish ចាឥឡូវយើងទៅមើលឧទាហរណ៍ជាក់ស្ដែងអស់គ្នាអញ្ចឹងយើងមកមើលឧទាហរណ៍តាក់ទងជាមួយនឹង candle នេះគឺ candle daily នេះមានន័យថាទីផ្សារនេះគឺវា bearish candle daily bearish អានេះខ្ញុំចាប់តែ2 candle ទេចាំទៅមុខទៀតខ្ញុំមានឧទាហរណ៍ផ្សេងទៀតអញ្ចឹងករណីសារនេះសារវា trend ធំវា bearish flow វា bearish ដែរអញ្ចឹងមកដល់នេះសារវា retrace អញ្ចឹងអាបកគោថ្ងៃថ្មីនេះបកគោថ្ងៃថ្មីហ្នឹងពេលដែលវាបើកមកគឺវាមានករណី sweep គឺវាមានករណី sweep ហើយវាបិទ candle វាបិទអីគេវា sweep នេះ sweep អានេះហើយនេះវា sweep នេះ sweep នេះអញ្ចឹងបានន័យថាផ្សារហ្នឹង bearish អញ្ចឹងនៅពេលដែលវា candle daily bearish ហើយអញ្ចឹងយើងត្រូវទៅមើលអីគេទៅមើល4ម៉ោងឥឡូវខ្ញុំនាំទៅមើល4ម៉ោងឥឡូវយើងមកមើល candle 4អានេះ candle daily ជាតែច្រឡំនេះគឺ candle 4ម៉ោងនេះឥឡូវយើងមើល4ម៉ោងអញ្ចឹង4ម៉ោងនេះយើងមើលឃើញថាមុនហ្នឹងអីគេនេះវាបាន sweep liquidity នេះខាងក្រោយនេះវាបាន sweep ខាងក្រោយនេះអញ្ចឹងវាបាន sweep ខាងក្រោយហ្នឹងបន្ទាប់មកគេវាមាន buy stop ខាងក្រោយហើយវាមាន SMT គ្នាទៀតវាមាន SMT នេះចំណុចនេះចំណុចនេះគួរកាត់ចាំតិចនេះអញ្ចឹងអា candle មិញហ្នឹង candle បិទ bearish មិញហ្នឹងវាបាន swing liquidity នេះបន្ទាប់មកវាបានមកបិទបកគោម្ដុំនេះអញ្ចឹងបានន័យថាទីផ្សារនេះវាបាន
បិទជា candle 2 candle sweep ហើយទី2គឺ trend ហ្នឹងវា bearish ផងវាស្របអា trend weekly ឬក៏ monthly ហ្នឹងគឺវា bearish ហើយបន្តមកយើងឃើញ daily វាបានអីគេនេះ sweep ទី1វាមាន buy side liquidity អានេះជា liquidity អញ្ចឹងកាលណាវាមក sweep buy stop ហើយ candle daily វាបិទជាលក្ខណៈ sweep ហើយបើយើងមកមើល4ម៉ោងយើងឃើញថាវាមានអីគេមាន CSD នេះ CSD ហើយបន្ទាប់មកនេះវាមាន order block អញ្ចឹងយើងចាប់ flow ផ្សារបានហើយយើងដឹងថាទីផ្សារវា time frame ធំ bearish 4ម៉ោងក៏ bearish ហើយdaily ក៏ bearish អញ្ចឹងបានន័យថាទីផ្សារវា align គ្នាទាំងអស់អញ្ចឹងជាហ៊ានទៅបន្ទាប់យើងត្រូវធ្វើអីគេទៀតអញ្ចឹងយើងចាំវា retracement អញ្ចឹងនេះបកគោមួយនេះគឺមកអាស៊ីអញ្ចឹងមកអាស៊ីហ្នឹងយើងអត់ទាន់ចូលទេយើងចាំមើល London Open មកម៉ោង1នេះបកគោ London នេះម៉ោង1 AM អញ្ចឹងម៉ោង1 AM វាបើកមកអីគេវាចាក់ដល់តម្លៃ premium ហើយវា sweep អាស៊ីហើយបន្ទាប់មកវាមាន SMT ទៀតអញ្ចឹងបានន័យថាទីផ្សារនេះវា confirm មក bearish ទាំងអស់អញ្ចឹងអ្នកនរគ្នាយល់កន្លែងហ្នឹងអញ្ចឹងវា confirm bearish ទាំងអស់អញ្ចឹងបានន័យថាម៉េចបានន័យថាទីផ្សារគឺវានឹងទំនោរចុះមកវិញហើយបើយើងមើល15នាទីបន្តនេះ15នាទីយើងមើលនេះកន្លែងនេះ liquidity ទាំងអស់មកជួរហ្នឹង liquidity ហើយបន្តមកគេទៀតនេះអាស៊ី high sweep បន្ទាប់មកវាចុះមក CSD ហើយម៉ោង London Open មកគឺវាបានទៅផ្ដាច់ liquidity កន្លែងនេះមកតង់ទៀតអញ្ចឹងវា liquidity វាស៊ីច្រើនតង់អញ្ចឹងអានេះវាមានអីគេ CSD នេះកន្លែងនេះទៀតអញ្ចឹងវាធ្វើឲ្យទីផ្សារចុះមកវិញតែអាកន្លែងនេះគឺខ្ញុំបានចូលផ្សារម្ដុំនេះដោយសារខ្ញុំដឹងថាទីផ្សារហ្នឹងគ្រាន់វាជាការ sweep ទេអញ្ចឹងទីផ្សារចុះមកគេដល់គេ target របស់យើងនេះ buy stop របស់យើងអញ្ចឹងឥឡូវយើងមើលចឹងនេះអានេះ time frame អីគេ time frame daily អានេះគឺជារូបភាពធំរូបភាពអញ្ចឹងបានន័យថាចេះទីផ្សារវាទំនោរវាចុះវា bearish នេះវា strong bearish មែនតើហើយវា retrace មកវាចាក់អីគេ key របស់យើង AVG នេះ AVG បានន័យថាទីផ្សារនៅពេលដែលវាចាក់ដល់ key ហើយវាស្របគឺយើងរកឱកាសលក់មកហើយយើងមិនទៅសង្ស័យអីទេហើយទីផ្សារនេះឃើញអត់ឃើញវាចុះមកអានេះចុះនេះបកគោនេះក៏បិទ sweep ហើយថ្ងៃបន្ទាប់អានេះ time frame daily ថ្ងៃបន្ទាប់បិទមកជា bearish ទេឃើញវាឡើងទៅដល់ 50% នៃបកគោចាស់បន្ទាប់មកអានេះ open មកបើកមក retrace បានតែបានត្រឹមនេះវាចុះមកតទៀតអញ្ចឹងអានេះ open មក retrace បានត្រឹមនេះវាចុះមកតទៀតអញ្ចឹងបានន័យថាទីផ្សារនេះវា strong bearish ខ្លាំងមែនតើអញ្ចឹងអ្វីដែលយើង trade ងាយទេយើងអត់ស្មុគស្មាញទេក្នុងការ trade ហើយសង្ឃឹមថាវីដេអូប៉ុណ្ណេះអាចនឹងជួយគ្នាយើងក្នុងការ trade ដើម្បីយក profit ពីការ trading របស់យើងអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន